នេះជារូបរាងផ្កាអង្គាបបោះដែលទេវតាឆ្នាំថ្មីសៀតនៅត្រចៀកពេលយាងចុះមកគ្រប់គ្រងចម្ពោះទ្វីបតាមពិតដុះនៅក្បែរផ្ទះសោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569នឹងឈានចូលមកដល់នៅវេលាទៀតគឺថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺទេវធីតាដែលនឹងយាងមកគ្រប់គ្រងចម្ពោះទ្វីបមនុស្សលោកឆ្នាំថ្មីនេះជាមគ្គនាយិកាព្រះនាមកុរកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀតផ្កាអង្គាបបោះអភរណៈកាយមុខតាភក្សាហាទ្រង់តេលាំងទ្រង់ព្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចភ្ជាសត្វខ្លះជាយានពីហណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះក្នុងឆ្នាំថ្មីនេះការដែលទេវធីតាឆ្នាំថ្មីព្រះនាមកុរកៈទេវីទ្រង់សៀតនៅព្រះការសៀតនៅត្រចៀកយាងចុះមកគ្រប់គ្រងចម្ពោះទ្វីបនោះគឺជាផ្កាអង្គាបបោះដែលផ្កាប្រភេទនេះគេឧស្សាហ៍បានឃើញដុះនៅក្បែរផ្ទះនិងទីប្រជុំជនដែលផ្កានេះមានសន្តានរូបដូចតទៅ